សួស្តីលោកគ្រូចឹងថ្ងៃហ្នឹងខ្ញុំមកធ្វើការតាក់ទងជាមួយនឹងproject មួយដែលតាក់ទងជាមួយនឹង redirect ចឹងខ្ញុំសូមធ្វើការឆែកតាក់ទងជាមួយនឹង username របស់ខ្ញុំគឺយើងឆែក UMI ចឹងនេះគឺ username របស់ខ្ញុំចឹងទីមួយឡើងគឺយើងត្រូវឆែកតាក់ទងជាមួយនឹងfile ទាំងអស់ដែលមាននៅក្នុង etc ចឹងនេះគឺជា file ទាំងអស់ដែលមានក្នុង etc ចឹងបន្ទាប់មកយើងត្រូវការlist តាក់ទងជាមួយនឹង etc ហ្នឹងហើយយើង save etc ហ្នឹងទៅកាន់តាក់ទងជាមួយនឹង file មួយដែលមានឈ្មោះថា su file តែខ្ញុំសុំឆែក file su file ហ្នឹងសិនថាខ្ញុំមានអត់ខ្ញុំ grab su file មក ठीक ចឹងនេះខ្ញុំឃើញថាខ្ញុំមាន file su file ហ្នឹងហើយសូម clear សិនអូខេចឹងដើម្បីយើងធ្វើការsave file ទាំងអស់ហ្នឹងទៅកាន់ etc យើងធ្វើការប្រើ command ls/etc ហើយយើងដាក់សញ្ញាធំជាងហើយយើងដាក់ su file.txt ចឹងឥឡូវនេះយើងធ្វើការចូលទៅក្នុង file ហ្នឹងហើយឥឡូវយើងធ្វើការ cat file ហ្នឹងមើលគឺ su file.txt ចឹងនេះគឺជា file ទាំងអស់ដែលយើងបានmove បញ្ចូលក្នុង su file ហ្នឹងចឹងបន្ទាប់មកយើងធ្វើការ add វា2ដងទៀតតាក់ទងជាមួយនឹងfile ហ្នឹងយើង add វា2ដងចូលទៅក្នុងsu file.txt ហ្នឹងអញ្ចឹងខ្ញុំធ្វើការ ls ដើម្បី add វាចូលទៀតមួយទៀតចូលមួយទៀតហើយបន្ទាប់មកគឺខ្ញុំនឹង cat file ហ្នឹងមើលសារឡើងវិញតើវាបានចូលអត់អញ្ចឹង cat su file អញ្ចឹងនេះគឺយើងបាន add វាមកបន្ថែម2ដងទៀតអញ្ចឹងយើងមានតែប៉ុណ្្នឹងទេការងាររបស់យើងក្នុងថ្ងៃហ្នឹងខ្ញុំសូមចែក UMI អូខេ